កាន់តែពិសេសសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចង់ដើរលេងកម្សាន្តតាមកោះដូចជាកោះស្ដេចកោះស្មាច់កោះរីករាយនិងកន្លែងដើរលេងជាច្រើនផ្សេងទៀតស្ថិតនៅក្នុងខេត្តកោះកុងដោយមិនចាំធ្វើដំណើរតាមរថយន្តហើយចំណាយពេលយូរឥឡូវនេះអ្នកទាំងអស់គ្នាគឺអាចធ្វើដំណើរតាមជើងហោះហើរជាមួយនឹងក្រុមហ៊ុនអាកាសចរ Cambodia Airways ដោយធ្វើដំណើរចាកចេញពីប្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់ប្រលានយន្តហោះក្នុងស្រុកតារាសាគរស្ថិតនៅក្នុងខេត្តកោះកុងហើយកាន់តែអស្ចារ្យនោះអ្នកទាំងអស់គ្នានឹងទទួលបានសេវាកម្មជាច្រើនពីក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលអ្នកទាំងអស់គ្នាគ្រាន់តែកក់សំបុត្រយន្តហោះក្នុងមួយជើងតែប៉ុណ្ណោះអូខេឥឡូវនេះខ្ញុំនឹងធ្វើការរៀបរាប់អំពីការធ្វើដំណើរក្នុងស្រុកជាមុនសិនសម្រាប់ជើងហោះហើរគឺមានរៀងរាល់ថ្ងៃសុក្រគ្រប់សប្តាហ៍ហើយការប្រៀបធៀបតម្លៃអ្នកទាំងអស់គ្នាអាច check នៅលើ website របស់ក្រុមហ៊ុនអាកាសចរផ្ទាល់ឬ check ជាមួយនឹងភ្នាក់ងារក្រុមហ៊ុនទេសចរ Royal Phnom Penh Tour យ៉ាងខ្ញុំបានហើយសម្រាប់ការធ្វើដំណើរក្នុងស្រុកអ្នកទាំងអស់គ្នាត្រូវតែធ្វើដំណើរទៅដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យបានមុន40នាទីដើម្បីធ្វើការ check in យក boarding pass រីឯឯកសារក្នុងការធ្វើដំណើរវិញអ្នកទាំងអស់គ្នាអាចភ្ជាប់មកមួយណាក៏បានដូចជាលិខិតឆ្លងដែនអត្តសញ្ញាណប័ណ្ណខ្មែរប័ណ្ណបើកបរឬសំបុត្រកំណើតហើយកំឡុងពេលដែលកំពុង check in អ្នកទាំងអស់គ្នាគឺទទួលបាន7គីឡូសម្រាប់ carry on និង20គីឡូសម្រាប់ check in ពីក្រុមហ៊ុនអាកាសចរសម្រាប់សម្ភារៈដែលពុំអាចយកតាមខ្លួនបានមានដូចជាវត្ថុដែលមានជាតិទឹកលើសពី100 ml សម្ភារៈដែលអាចមានជាតិផ្ទុះឬមុតបានហើយបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ check in ទទួលបាន boarding pass រួចអ្នកទាំងអស់គ្នាធ្វើដំណើរទៅកន្លែងសងកម្រៃសេវាអ្នកដំណើរដើម្បីធ្វើការបង្វិលប្រាក់ 4000 រៀលត្រឡប់មកវិញបន្ទាប់មកទៀតអ្នកទាំងអស់គ្នាធ្វើដំណើរទៅកន្លែងរង់ចាំសម្រាប់អ្នកដំណើរក្នុងស្រុកនិងពិនិត្យមើលលើ boarding pass របស់យើងដើម្បីឲ្យដឹងថាយើងឡើងយន្តហោះនៅច្រកទ្វារទីប៉ុន្មានហើយសម្រាប់ថេរវេលាក្នុងការធ្វើដំណើរវិញគឺលឿនមែនទែនអ្នកទាំងអស់គ្នាត្រឹមតែ25នាទីគឺធ្វើដំណើរទៅដល់ពលានហោះតារាសាគរបើប្រៀបធៀបជាមួយនឹងការធ្វើដំណើរតាមរថយន្តរហូតដល់4ម៉ោងជាងអូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងធ្វើការរៀបរាប់អំពីសេវាកម្មពិសេសដែលក្រុមហ៊ុនអាកាសចរ Cambodia Airways ផ្ដល់ជូនគ្រប់អ្នកទាំងអស់គ្នាដែលធ្វើដំណើរទៅនឹងទទួលបានសំបុត្រឡានត្រឡប់មកវិញដោយឥតគិតថ្លៃពីក្រុមហ៊ុនវីរៈប៊ុនថាំហើយអ្នកទាំងអស់គ្នាគឺអាចជ្រើសរើសថ្ងៃនិងម៉ោងធ្វើដំណើរពីកោះស្ដេចមកកាន់ភ្នំពេញដោយខ្លួនឯងបានរីឯលក្ខខណ្ឌដើម្បីទទួលបានសំបុត្រឡានត្រឡប់មកកាន់ភ្នំពេញវិញបានអ្នកទាំងអស់គ្នាគ្រាន់តែអ៊ីមែលទៅកាន់ airportdarasako@gmail.com ដោយភ្ជាប់ជាមួយនឹងថ្ងៃនិងម៉ោងធ្វើដំណើរនៃក្រុមហ៊ុនវីរៈប៊ុនថាំហើយភ្ជាប់ជាមួយនឹងសំបុត្រយន្តហោះឬ boarding pass និងឯកសារធ្វើដំណើររបស់អ្នកទាំងអស់គ្នាដូចជាលិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណបន្ទាប់មកអ្នកទាំងអស់គ្នានឹងទទួលបានការឆ្លើយតបជាមួយនឹងការភ្ជាប់សំបុត្រឡានដោយកក់រួចរាល់តែម្ដងហើយអ្វីដែលជាពិសេសនោះក្រុមហ៊ុនអាកាសចរ Cambodia Airways បានរៀបចំរថយន្តដើម្បីទទួលអ្នកទាំងអស់គ្នាពីប្រលានយន្តហោះតារាសាគរឆ្ពោះទៅកាន់កំពង់ផែកោះស្ដេចគិតថ្លៃអូភ្លេចប្រាប់សម្រាប់អ្នកទាំងអស់គ្នាគ្រាន់តែចង់ធ្វើដំណើរតាមជើងហោះហើរអ្នកទាំងអស់គ្នាគឺអាចកក់សំបុត្រយន្តហោះទៅមកបានក្នុងថ្ងៃតែមួយជាមួយនឹងតម្លៃដ៏ពិសេសតោះនៅចាំអីទៀតអ្នកទាំងអស់គ្នាអាចកក់សំបុត្រយន្តហោះឥឡូវនេះហើយធ្វើដំណើរទៅដើរលេងនៅខេត្តកោះកុងជាមួយមនុស្សជាទីស្រឡាញ់សម្រាប់ព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចតាក់ទងមកកាន់ក្រុមហ៊ុនរយៈភ្នំពេញ Tour យើងខ្ញុំបានតាមរយៈលេខទូរស័ព្ទ Facebook Page ឬ Telegram សូមអរគុណ